បាទសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំមានមេរៀនថ្មីមួយចែកម្លែកតទៅនឹង FortiPalm ដដែលហើយថ្ងៃនេះយើង topic របស់យើងគឺតទៅនឹងការ manage ទៅលើ permission ទៅលើ folder ដែលគេហៅថា personal folder និង public folder បាទអញ្ចឹងនៅក្នុងហ្នឹងគឺ folder យើងដាក់ policy ឬក៏ permission ទៅដូច AD ដែរទៅលើ root folder sub folder បាទនៅក្នុង folder នេះយើងអាច store ទៅលើ secret អីផ្សេងៗបាទអញ្ចឹង scenario យើងបោះដដែលទេបាទអញ្ចឹងឧទាហរណ៍នៅកន្លែងនេះគឺតទៅនឹងមេរៀនទី4នេះគឺយើងមាន folder ដូចថា Cyber KH នេះជា company មួយនៅក្នុង company ហ្នឹងមាន department DB មាន cyber មាន infra ហើយនៅក្នុងហ្នឹងគឺមានបុគ្គលិក staff រៀងៗខ្លួនហើយបុគ្គលិករបស់គាត់ហ្នឹងគឺគាត់ assign ទៅលើ permission ឲ្យគាត់ access ទៅលើ server ណា user ណាអាច access server បានប្រមាណបាទអញ្ចឹងទៅបាទនេះគឺជា policy មួយនៅក្នុង environment មួយដែលគេ set អញ្ចឹងខ្ញុំលើកយកឧទាហរណ៍ថាuser IT 05អញ្ចឹងគាត់អាច access ទៅលើ AD ហើយនឹង Kali SH root ដែល admin របស់គាត់ហ្នឹង assign permission ហ្នឹងឲ្យគាត់បាទនេះគឺអត្ថប្រយោជន៍គឺទី1គឺ store secret ហើយ share secret ទៅកាន់ IT ផ្សេងៗទី2គឺ store នៅ policy បានន័យយើង apply policy ពី root folder ទៅកាន់ sub folder ហើយមានភាពងាយស្រួលក្នុងការ manage បាទអញ្ចឹងខ្ញុំនឹងទៅធ្វើឧទាហរណ៍ទាំងអស់គ្នាបាទអញ្ចឹងយើង access ចូល PAM របស់យើង IP71 បាទអញ្ចឹងយើង check មើល secret យើងគឺ secret ដែលយើងបង្កើតនៅមេរៀនមុនដែល how to create secret ហើយនឹង target បាទអញ្ចឹងបងប្អូនបើអត់ទាន់យល់ឡើងបង្កើតហ្នឹងទេអាចទៅមើលវីដេអូទី2អូខេអញ្ចឹងបន្តមកទៀតយើងចូលមកលើ personal folder អញ្ចឹងបានន័យថា personal folder គឺគាត់អាច access បាន3ហ្នឹងហើយសម្រាប់ admin បាទហើយ public folder នេះគឺគោលបំណងរបស់យើងគឺបង្កើតឲ្យដើម្បី share ទៅកាន់ IT admin ផ្សេងៗហើយងាយស្រួល assign ការងារគាត់ឧទាហរណ៍ថាយើង assign ការងារគាត់ access server ហ្នឹងហើយឥឡូវស្អែកឡើងយើងថាដោះគាត់ចេញកុំឲ្យគាត់ access បានទៀតដើម្បីឲ្យគាត់ធ្វើការតាមមួយពេលដែលគាត់ត្រូវការ support អញ្ចឹងណាបាទអញ្ចឹងខ្ញុំនឹងឧទាហរណ៍ទាំងអស់គ្នាដើម្បីឲ្យងាយស្រួលយល់អញ្ចឹងយើងចុចកន្លែង create នេះមកយើងយក folder បាទអញ្ចឹងខ្ញុំដាក់ឈ្មោះទៅឧទាហរណ៍ថា cyber kh បាទអញ្ចឹងនៅក្នុង cyber kh ហ្នឹងយើងមើលកន្លែង parent folder គឺមាន public ហើយនិង root folder បាទបានន័យថាវា store នៅ cyber kh ហើយ security policy នេះគឺ default គឺយើងអត់ទាន់ assign ទេយើងនឹងធ្វើនៅមេរៀនក្រោយបាទអញ្ចឹងនៅក្នុង folder cyber kh ហ្នឹងមានតែ user មួយទេគឺ user root ដែលមានសិទ្ធិមើលឃើញហើយនឹងធ្វើការ edit និង add ផ្សេងៗបាទបន្តមកទៀតយើងនឹង add user ណាដែលយើងចង់ឲ្យ access បានអូខេអញ្ចឹងយើង submit អញ្ចឹងដល់កន្លែងយើង submit ហើយយើងចុច back មកអញ្ចឹងកន្លែងនេះវាឲ្យយើងបង្កើត new folder ថ្មីយើងមិនបាច់ចាំមកចុច public នេះសាថ្មីក៏បានដែរអញ្ចឹងខ្ញុំអាចជ្រើសរើសកន្លែង public នេះមកខ្ញុំយក root ហើយខ្ញុំយកឲ្យវាបង្កើត sub folder នៅក្នុង cyber kh បាទអញ្ចឹងខ្ញុំដាក់ដូចជា db cyber db depart អូខេ department ហើយយើង submit មកបាទអញ្ចឹងបន្តមកទៀតយើងបង្កើតហើយយើងអាចមកចុចមក public មើលបាទអញ្ចឹងមាន folder មួយយើងបង្កើតថែមទៀតជា cyber depart ហើយយើង submit បាទយើងបង្កើតឲ្យគ្រប់3ហ្មងមកមួយទៀតគឺ infra department បាទឥឡូវនេះខ្ញុំដោះ permission ដើម្បីកុំឲ្យវា inherit បាទអញ្ចឹងបន្ទាប់ពីយើងបង្កើត3នឹងហើយយើងមើលថាតើមាន user នៅក្នុង department នោះមានអីខ្លះអញ្ចឹងខ្ញុំឧទាហរណ៍នៅក្នុងនេះអញ្ចឹងគឺ user IT 05គាត់មានសិទ្ធិ access ទៅលើ AD ហើយនិង SH របស់ Kali អូខេអញ្ចឹងយើងចូលមក user infra មកយើងឧទាហរណ៍តាម user នឹងបានហើយយើងបង្កើត folder មួយឧទាហរណ៍ថា IT 05បាទអញ្ចឹងយើងមើលកន្លែងនេះគឺនៅក្នុង public cyber kh ហើយនិង infra department បាទអញ្ចឹងកន្លែងនេះយើងដោះ inherit permission ដើម្បីកុំឲ្យវាទទួលពី parent មកបានន័យថាយើងឲ្យគាត់ dedicate អញ្ចឹងណាបាទអញ្ចឹងឥឡូវនេះយើងបង្កើត folder នឹងហើយទី2គឺយើង move secret ណាដែលគាត់ access បានអញ្ចឹងយើងឲ្យគាត់ access ទៅលើ AD ហើយនិង Kali root បន្ទាប់មកយើងចុច move មក យើងមក select infra user IT 05បាទអូខេបាទបន្តមកទៀតយើងមកមើល folder ហ្នឹងបាទអញ្ចឹងនៅក្នុង folder ហ្នឹងគឺមាន secret 2ហើយបាទអញ្ចឹងបន្ទាប់ពីមាន secret 2បានន័យថាការ create scenario របស់យើងគឺ success ហើយប៉ុន្តែតើយើងធ្វើ test use case យ៉ាងម៉េចឲ្យវាមានអត្ថប្រយោជន៍អញ្ចឹងបានថាយើងត្រូវបង្កើត user មួយគឺ user IT 05ហ្នឹងហើយឲ្យគាត់ access secret ហ្នឹងតើគាត់ access បានអត់បាទហើយយើងត្រូវបង្កើត user មួយទៀតអូខេ
ខ្ញុំលុប user ដោយសារនៅក្នុង trail ហ្នឹងវាអាចតេស្តបានតែ6 user ទេបាទយើងចុច create មកអញ្ចឹងនៅក្នុងនេះ user privilege នេះជា permission role របស់គាត់ណាបាទអញ្ចឹងខ្ញុំដាក់គាត់ជា admin ទៅបាទជា super admin local user យើងចុច next បាទអញ្ចឹងកន្លែងនេះយើងដាក់មក IT 05អញ្ចឹង display IT 05 admin infra បាទនេះគឺយើងដាក់ឲ្យគាត់ display ទេបាទហើយយើងមើល line status នេះបើវា disable បានយើងទៅចុច enable ដោយសារអីបើយើង disable user នោះអាចប្រើការដែរបាទ line maximum line session នេះបានន័យថាយើងអាច line session បាន3ក្នុងពេលតែមួយបាទចុច next មកកន្លែងនេះគឺតាក់ទងទៅនឹង enable two factor ចឹងកន្លែងនេះខ្ញុំអត់ទាន់ធ្វើការ enable អីទេគឺយើងធ្វើនៅ next session ដោយសារវាត្រូវការធ្វើ test ជាមួយ tool ផ្សេងៗទៀតបាទហើយកន្លែងនេះតាក់ទងទៅនឹង IP address ដែលយើង allow ឲ្យ IP ហ្នឹងអាច remote ទៅ palm បានយើងអាច stick IP ណាដែលมันអាច access បាន IP ណា access បានបាទនៅកន្លែងខាងក្រោមនេះគឺតាក់ទងទៅនឹង schedule បានន័យថាយើងកំណត់ schedule ឲ្យ user IT ហ្នឹងគាត់ access ចូលម៉ោងណាពេលណាបាទយើងអាចដាក់ជា schedule បានឧទាហរណ៍សៅរ៍អាទិត្យអត់ត្រូវមាន operation អីចឹងគាត់អាច access បានទេបាទអូខេ next បន្ទាប់ពីយើងមើលហើយការ config របស់យើងអូខេអស់ហើយយើង submit មកចឹងបន្ទាប់ពីយើង submit ហើយយើងត្រូវបើក browser មួយទៀតដើម្បី test មើលថាតើ user IT របស់យើង login បានអត់បាទចឹងដាក់មក IT 05បាទអញ្ចឹងយើងឃើញថា IT 05របស់យើង login success ហើយក៏ប៉ុន្តែឥឡូវយើងមកមើលនៅ secret បាទអញ្ចឹងធ្វើទៅបើយើង assign គាត់ជា admin ប៉ុន្តែគាត់អត់អាចឃើញ secret នៅលើ admin portal ដែលយើងបាន assign ទេបាទគឺអត់មានទេគឺ folder អីក៏អត់មានដែរបាទអញ្ចឹងមិនគាត់មានសិទ្ធិបង្កើតខ្លួនគាត់បាទប៉ុន្តែអត់មានសិទ្ធិ access ទៅ portal របស់ admin ដែលមាន secret ស្រាប់ទេអូខេអញ្ចឹងយើងធ្វើការ enable អញ្ចឹងយើងមក portal admin អញ្ចឹងខ្ញុំសុំដូរ client របស់យើងដើម្បីកុំឲ្យវាដូចគ្នាទៅមានការច្រឡំបាទយើងដាក់ពណ៌ខ្មៅចេះទៅបាទអញ្ចឹងពណ៌នេះគឺ admin ពណ៌ខ្មៅគឺជា IT របស់យើងអូខេអញ្ចឹងយើងចូលនៅក្នុង folder ហ្នឹងមកចុច secret public folder ហើយខ្ញុំ share បានខ្ញុំ share មក whole folder ហ្នឹងទៅកាន់ IT 05បាទខ្ញុំចុច tick មកវា load edit ខ្ញុំចុច edit មកហើយខ្ញុំ scroll មកក្រោមខ្ញុំចុចកន្លែងសញ្ញាបូកនេះអញ្ចឹងយើង select user IT 05បាទយើងឲ្យគាត់មានសិទ្ធិ edit ឬក៏ជា owner បាទយើង edit ទៅគាត់មានសិទ្ធិ edit បាទអញ្ចឹងកន្លែង service នេះបានន័យថាគាត់អាច remote ទៅគ្រប់ session នៅលើ server របស់យើងបាទដូចជា ASH ODP ATP ផ្សេងៗ SQL អីចឹងបាទអញ្ចឹងយើងហើយយើង save បាទអញ្ចឹងនៅពេលដែលយើង save ហើយយើងមក check មើលនៅលើ browser client របស់យើងតើគាត់ទទួលបាន folder មកអត់បាទអញ្ចឹងយើងធ្វើការ refresh បាទអញ្ចឹងយើងឃើញថាវា update លឿនមែនតើវា access បានហើយបាទអញ្ចឹងយើងចុចលើ folder ហ្នឹងមកអូខេអញ្ចឹង folder នេះវាអត់មាន sub folder មកដោយសារយើងអត់ចុច inherit លើខ្ញុំ change មក inherit វិញមកដើម្បីឲ្យងាយស្រួលយើងចូលមក folder របស់យើងបាទយើងចូលមក folder របស់យើងមួយមិញ folder នេះយើងដោះ inherit អញ្ចឹងគាត់អត់ទទួលបានអញ្ចឹងកន្លែងនេះបើយើងដោះមិញគឺអត់ load ទេបាទដល់ពេលយើង tick inherit គឺវា allow ឲ្យ IT នឹងអាច access ចូល infra នឹងបានបាទអញ្ចឹងយើងមើល folder បន្តទៀតដូចជា DB យើងមើលថាមានអត់បាទអញ្ចឹងយើងមើលមានមិនដោយសារថា folder មួយនោះយើងបានដោះ inherit ចេញបាទអញ្ចឹងយើងមកមើលម្ដងទៀតបាទអញ្ចឹងយើងឃើញថា infra មានអញ្ចឹងកន្លែងណាដែលយើង permission ដែលណាយើងអត់ inherit យើងដកចេញគឺគាត់អត់ទទួលបានទេបាទអញ្ចឹងឥឡូវមកមានតែពីរទេគឺ cyber department និង infra អញ្ចឹងនៅ DB អញ្ចឹងយើងអាចទៅ check នៅក្នុង DB ក៏បានដែរបាទដើម្បីឲ្យអស់ចម្ងល់បាទបាទអញ្ចឹងមូលហេតុដែលអត់មកយើងឃើញនៅកន្លែង disable អញ្ចឹងយើងបង្កើត folder នោះតែយើងដាក់ disable អញ្ចឹងវាអត់មកទេអញ្ចឹងយើងចូលទៅ edit folder ហ្នឹងវា disable
អូខេយើងដាក់ inherit មកដល់ពេលយើងចុច inherit មកវានឹង list user ហ្នឹងមកអូខេបាទអញ្ចឹងយើងចុចមើលមកទៀតបាទអញ្ចឹងមក3 folder អញ្ចឹងនៅពេលដែលវាអត់មកគឺយើងទៅ check នៅក្នុងmain folder របស់យើងអូខេឥឡូវខ្ញុំឧទាហរណ៍មួយទៀតឧទាហរណ៍ថាខ្ញុំបង្កើតក្នុង public នេះខ្ញុំបង្កើត folder មួយទៀតឧទាហរណ៍ folder IT បាទ admin ហ្នឹងទៅបាទអញ្ចឹងខ្ញុំដាក់នៅក្នុង cyber KA បាទ policy យើងឃើញមាន inherit permission យើងឃើញមាន user នឹងអាច access បានអូខេយើង submit អញ្ចឹងបន្តមកទៀតយើងមក check មើលនៅក្នុង folder របស់យើងប្រកាសជាមានបាទអញ្ចឹង IT admin មកគឺលឿនមែនតើបាទអញ្ចឹងបន្ទាប់ពីហ្នឹងមកយើងចូលនៅក្នុង infra យើងតែមើល secret បាទ secret អត់ទាន់មកតើមានបញ្ហាអីបាទបាទយើងចុច inherit មកយើង save បាទអញ្ចឹងយើងគ្រាន់តែចុចកន្លែងហ្នឹងមួយមកគឺ use secret ហ្នឹងគឺមកហើយបាទអានេះគឺ benefit នៅលើការ manage តាក់ទងទៅនឹង folder permission បាទអូខេបន្ទាប់ពីយើងចុចមកយើងឃើញ secret យើងអាច launch តាម web អញ្ចឹងបាទអញ្ចឹងយើង launch តាម web យើងឃើញថាវា success ហើយយើងអាច access បានចុះបើយើងចង់ access មកកាន់ពុទ្ធិ access បានអត់បាទគឺយើង access បានទេដោយសារយើងអត់ install agent បាទអញ្ចឹងវានឹងប្រាប់កាយឲ្យយើងមក download agent នេះបាទអញ្ចឹងដោយសារខ្ញុំមាន agent ស្រាប់ខ្ញុំ install អញ្ចឹងនៅក្នុងការ access គឺយើង access បាន2គឺយើង access ទៅលើweb browser របស់យើងហ្មងឬក៏យើង install យើង access ទៅតាម local application ដែលយើងមានបាទដូចជាពុទ្ធិដូចជាអីចឹងបាទអញ្ចឹងក្នុងយើងមានជំរើសយើងបើសិនជាយើងអត់ចង់ access នៅក្នុង local application របស់យើងនាំតាពិបាក install ស្មុគស្មាញទេយើងអាច install យើងអាច access ទៅលើ browser របស់យើងបានដូចខ្ញុំបានបង្ហាញអញ្ចឹងបាទយើង install ប្រហែលជា1នាទី2នាទីទេអញ្ចឹងយើងត្រូវរងចាំទាំងអស់គ្នាផ្លែតអូខេឃើញតែ finish ហើយអញ្ចឹងយើងមកមើល browser របស់យើងមិញយើង access គឺជាប់ error មួយនេះឥឡូវយើងចុចបិទវាហើយយើង access ម្ដងទៀតបាទយើងចុចពុទ្ធិបាទអញ្ចឹងយើងឃើញថាវា success ហើយគឺយើងអាច log in បានបាទអញ្ចឹងខ្ញុំនឹង access ទៅកាន់ AD មួយទៀតបាទយើងចុច launch មកបាទយើងចុច web browser អានេះ access តាម web browser បាទយើងឃើញថាអូខេអញ្ចឹងមួយទៀតបើសិនយើងចង់ access តាម remote desktop ដែលយើងចំណាំ remote ជាទូទៅបាទអញ្ចឹងវានឹង call application ហ្នឹងដើម្បី access អញ្ចឹងយើង access បានពីរប្រភេទបាទអញ្ចឹងយើង access តាមមួយណាក៏បានដែរទៅតាមតម្រូវការរបស់យើងជាក់ស្ដែងបាទហើយបន្តមកទៀតតកតងទៅនឹង policy យើងនឹងធ្វើនៅមេរៀនក្រោយៗនេះគឺ benefit ក្នុងការ manage ទៅលើ folder បាទអញ្ចឹងសូមអរគុណបាទសូមជម្រាបលាសូមតាមដានវីដេអូខ្ញុំទាំងអស់គ្នាសូមជួយ subscribe និង share នៅក្នុងហើយនឹង follow នៅក្នុង page របស់ខ្ញុំគឺ I share my tip